សួស្តីអ្នកគ្នាស្វាគមន៍កាន់វីដេអូថ្មីយ៉ាងថ្ងៃនេះខ្ញុំធ្វើការចែកម្លែកមេរៀនមួយគឺតាក់ទងទៅនឹងWi-Fi របស់អ្នកនរគ្នានៅពេលដែលកំពុងប្រើវាដាច់អ្នកគ្នាដូចឃើញនៅក្នុងនេះអញ្ចឹងប្រើវាដាច់បាត់ឬក៏ពេលប្រើទៅវាលោតជាប់ដាច់អញ្ចឹងវិធីដើម្បីដោះស្រាយបញ្ហាហ្នឹងអញ្ចឹងទីមួយអ្នកគ្នាចូលកន្លែង search នេះមកហើយវាយពាក្យថា computer management អូខេអញ្ចឹងអ្នកគ្នាក៏ចុចលើ computer management ហ្នឹងទៅវាធ្វើការ pop up មកអូខេអញ្ចឹងវាធ្វើការpop up ទាំងមួយមកអ្នកគ្នាអូខេអញ្ចឹងអ្នកគ្នាចូលទៅ device manager បន្ទាប់មកអ្នកគ្នារកមើលពាក្យថា network adapter អូខេអ្នកគ្នា scroll លើវាមកបន្ទាប់មកអ្នកគ្នាត្រូវរកពាក្យថាតាក់ទងទៅនឹង Wi-Fi ឬក៏តាក់ទងទៅនឹង internet អីចឹងទៅអញ្ចឹងអាហ្នឹងវាអាស្រ័យទៅតាមកុំព្យូទ័ររបស់អ្នកគ្នាអញ្ចឹងអានេះឃើញអញ្ចឹងជួនកាលពេលយើងកំពុងប្រើទៅវាទៅជា disable automatic by Microsoft ដោយសារតែ Windows Update ឬក៏ antivirus អីចឹងទៅអញ្ចឹងអ្នកគ្នាក៏ right click លើវាមកយកពាក្យថា enable device អូខេអញ្ចឹងវាធ្វើការ refresh អូខេអញ្ចឹងបើសិនបើធ្វើប៉ុណ្ណឹងហើយវានៅតែអត់មកទៀតឧទាហរណ៍អ្នកគ្នាអាចធ្វើការenable វាហើយ restart ប៉ុន្តែបើសិនបើ enable ហើយវាដើរអញ្ចេះវាដើរមួយអញ្ចេះអូខេអត់អីអ្នកគ្នាអញ្ចឹងមានថាវាជោគជ័យហើយបន្ទាប់មកអ្នកគ្នាធ្វើការដើរប៉ុណ្ណឹងហើយខ្ញុំ recommend អ្នកគ្នាធ្វើការ update driver នេះទៅអូខេ update driver ហើយឲ្យវា search automatic ទៅអូខេអញ្ចឹងវាធ្វើការ search automatic អញ្ចឹងឲ្យវាដើររហូតទៅបានឯណាគ្នាអូខេអរគុណអ្នកគ្នាអញ្ចឹងមេរៀនថ្ងៃនេះគឺខ្ញុំចែកម្លែកតែប៉ុណ្ណឹងបើសិនអ្នកគ្នាមានជាចម្ងល់អីអាច comment នៅក្នុងវីដេអូក្រោមបានបាយបាយជួបគ្នានៅមេរៀនបន្ត